ដើម្បីចប់ទៅលោកគ្រូអ្នកគ្រូមានវីដេអូមើលភ្លាមៗអញ្ចឹងដើម្បីយើងបើក Google Sheet ហ្នឹងគឺលោកគ្រូអ្នកគ្រូចុចលើ Google Chrome បាទនេះចុចលើ Google Chrome នេះណាបាទអូខេចុចហើយតទៅពីចុចហើយយើងជ្រើសរើស account របស់យើងមកបើយើងមាន account Google ហ្នឹងច្រើនបាទអញ្ចឹងយើងចុចជ្រើសរើសមកហើយចុចវាព្រីធំមកដើម្បីយើងងាយមើលអញ្ចឹងណាបាទហើយបន្ទាប់មកទៀតគឺសុំយកកន្លែងត្រេ9នេះចុច9នេះមកបាទចុច9នេះហើយលោកគ្រូអ្នកគ្រូរកមើលពាក្យថា Google Drive នេះ Google Drive បាទអញ្ចឹងចុចពាក្យថា Google Drive មកអូខេមកដល់កន្លែងនេះគឺលោកគ្រូអ្នកគ្រូត្រូវយកពាក្យថា My Drive នេះ My Drive នេះណា My Drive ចុចពាក្យថា My Drive មកបាទអញ្ចឹងមកដល់កន្លែងនេះហើយសូមលោកគ្រូអ្នកគ្រូបង្កើត folder ថ្មីមួយដើម្បីយើង Google Sheet ហ្នឹងណាបាទអញ្ចឹងយើងយកពាក្យថា new បន្ទាប់ពីលោកគ្រូអ្នកគ្រូចុចពាក្យថា Google Drive ហើយលោកគ្រូអ្នកគ្រូយកពាក្យថា new បាទយកពាក្យថា new ហើយយកពាក្យថា new folder បាទ new folder អូខេអញ្ចឹងលោកគ្រូអ្នកគ្រូចុចហើយលោកគ្រូអ្នកគ្រូឈ្មោះមកបាទដាក់ឈ្មោះ folder របស់យើងអញ្ចឹងមិញខ្ញុំដាក់ថា BATP3 អញ្ចឹងខ្ញុំដាក់ចុចមកឈ្មោះហ្នឹងលោកគ្រូអ្នកគ្រូដាក់មិនក៏បានដែរសម្រាប់ឲ្យលោកគ្រូអ្នកគ្រូងាយចាំងាយទៅរកពេលក្រោយអញ្ចឹងចុចពាក្យថា create មកអូខេអញ្ចឹងនឹងឃើញ folder ដែលយើងបានបង្កើតឯនេះបាទនេះឃើញទេបាទអញ្ចឹងបន្ទាប់មកគឺយើងចុចបើកបាទយើងចុចបើកអូខេយើងចុចបើកមកបានហើយអញ្ចឹងចុចអត់តគ្រូចុចលើពាក្យnew folder បាទយក new folder ហើយយកដាក់ឈ្មោះហើយយើងចុចយកបាទយើងចុច create បាទចុច create 38ចឹងគ្រូបាទខ្ញុំសម្ដែងវាពិបាក